ស្ទើរតែគ្រប់គ្នាទាំងអស់មិនអាចចូលទៅក្នុងប្រព័ន្ធការងារបានទេមិនមែនតែវេទិកាគ្រប់គ្រងគម្រោងទេសូម្បីតែឃ្លាំងកូដប្រព័ន្ធមូលដ្ឋានទិន្នន័យប្រព័ន្ធគ្រប់គ្រងអតិថិជននិងកម្មវិធីសំខាន់ផ្សេងទៀតសុទ្ធតែបង្ហាញថាគ្មានសិទ្ធិឬបដិសេធមិនឲ្យចូលតើវាមានរឿងអីទៅម្សិលមិញពេលចេញពីធ្វើការនៅធម្មតាសោះមិនក៏មួយយប់សោះប្រាការលេងបានទាំងអស់អញ្ចឹងស្ថានភាពនេះដូចជាការកំណត់សិទ្ធិត្រូវបានគេកែប្រែច្រើនជាងការកំណត់សិទ្ធិនឹងឬតើនរណាមានសិទ្ធិកែប្រែរបស់ទាំងនេះវាត្រូវការឧបករណ៍គ្រប់គ្រងផ្នែកបច្ចេកទេសតាមទ្រឹស្ដីគឺមានតែអ្នកគ្រប់គ្រងប្រព័ន្ធទេដែលអាចធ្វើបានប៉ុន្តែសិទ្ធិគ្រប់គ្រងរបស់ផ្នែកយើងគឺនៅទីនេះទាំងអស់ម៉ោង10ព្រឹកផ្នែកបច្ចេកទេសទាំងមូលធ្លាក់ក្នុងភាពភ័យស្លន់ស្លោប្រព័ន្ធសំខាន់ទាំងអស់មិនអាចចូលបានការងារត្រូវផ្អាកទាំងស្រុងហើយអ្វីដែលអាក្រក់ជាងនេះទៅទៀតនោះគឺប្រព័ន្ធអាជីវកម្មរបស់អតិថិជនក៏ចាប់ផ្ដើមមានបញ្ហាដែរទូរស័ព្ទរបស់លោកចាងប៉ូរ៉ូតមិនម៉ោង 10:15 នាទីបញ្ហាកាន់តែធ្ងន់ធ្ងរទៅមិនត្រឹមតែចូលប្រព័ន្ធមិនបានទេសូម្បីតែសេវាអ៊ីនធឺណិតមូលដ្ឋានក៏ចាប់ផ្ដើមមានបញ្ហាដែរបណ្ដាញផ្ទៃក្នុងក្រុមហ៊ុនដែលយឺតខ្លាំងប្រព័ន្ធអ៊ីមែលក៏ដាច់ហើយសូម្បីតែម៉ាស៊ីនព្រីនក៏ប្រើមិនកើតដែរមិនស្រួលទេបញ្ហាប្រព័ន្ធច្រើនបែបនេះកើតឡើងព្រមគ្នាមិនមែនជារឿងចៃដន្យទេហាក់ដូចជាមានអ្នកណាម្នាក់ចង់បង្កបញ្ហាដោយចេតនាតើអ្នកចង់និយាយថាមានគេលួចបង្កបញ្ហាអាចទៅរួចខ្លាំងណាស់ហើយអ្នកដែលធ្វើបែបនេះត្រូវតែយល់ច្បាស់ពីដំណើរការប្រព័ន្ធរបស់យើងទើបអាចដឹងពីរបៀបកាត់ផ្តាច់សេវាកម្មសំខាន់បានយ៉ាងជាក់លាក់ការវិភាគនេះធ្វើឲ្យបរិយាកាសក្នុងការិយាល័យកាន់តែតានតឹងបើជាការបង្កបញ្ហាដោយមនុស្សមែននោះរឿងនេះពិតជាធ្ងន់ធ្ងរហើយមក10កន្លះនាយកបច្ចេកទេសលីយ៉ានបានប្រញាប់ប្រញាល់មកកាន់ផ្នែកបច្ចេកទេសមុខរបស់គាត់ស្លេកស្លាំងញើសជប់ឆ្ងាស់ជាក់ស្ដែងគាត់បានដឹងពីភាពធ្ងន់ធ្ងរនៃស្ថានភាពនេះហើយតើវាមានរឿងអីទៅហេតុអ្វីបានជាប្រព័ន្ធទាំងអស់ប្រើមិនកើតបែបនេះពួកយើងក៏មិនដឹងពីមូលហេតុច្បាស់ដែរចាប់តាំងពីព្រឹកមិញមកប្រព័ន្ធទាំងអស់សុទ្ធតែបង្ហាញថាគ្មានសិទ្ធិគ្រប់គ្រាន់ពួកយើងបានសាកល្បងគ្រប់វិធីហើយគ្មានសិទ្ធិគ្រប់គ្រាន់ឬលីយ៉ានស្រឡាំងកាំងមួយភាំងក្នុងខួរក្បាលរបស់គាត់ស្រាប់តែនឹកឃើញអ្វីម្យ៉ាងតើបានសាកល្បងប្រាសិទ្ធអ្នកគ្រប់គ្រងជាន់ខ្ពស់ហើយឬនៅសាក់ហើយសូម្បីតែសិទ្ធិអ្នកគ្រប់គ្រងកម្ពុជាក៏ត្រូវបានបដិសេធដែរឥឡូវនេះពួកយើងដូចជាអ្នកប្រើប្រាស់ធម្មតាអញ្ចឹងធ្វើអ្វីមិនកើតសោះទឹកមុខរបស់លីយ៉ានកាន់តែមិនល្អមើលទៅទៀតក្នុងនាមជានាយកបច្ចេកទេសគាត់ដឹងច្បាស់ជាងអ្នកណាទាំងអស់ថាវាមានន័យយ៉ាងណាវាអាចកែសម្រួលសិទ្ធិរបស់ប្រព័ន្ធស្នូទាំងអស់បានក្នុងពេលតែមួយមិនមែនត្រូវការតែបច្ចេកទេសទេគឺត្រូវតែយល់ច្បាស់ពីប្រព័ន្ធទាំងមូលឲ្យបានល្អលឿនឡើងបើកំណត់ឲ្យប្រតិបត្តិការប្រព័ន្ធមើលថាម្សិលមិញមានប្រតិបត្តិការអ្វីខុសប្រក្រតីអត់តែមិនយូរប៉ុន្មានពួកគេក៏ដឹងថាសូម្បីតែកំណត់ហេតុក៏មើលមិនបានដែរព្រោះការមើលតើវាមានរឿងអីទៅហេតុអ្វីបានជាអតិថិជននាំគ្នាដាក់ពាក្យបណ្ដឹងទាំងអស់ចុះហេតុអ្វីបានជាតម្លៃភាគហ៊ុនចាប់ផ្ដើមធ្លាក់ចុះបែបនេះលោកប្រធានជើប្រហែលជាមកពីប្រព័ន្ធមានបញ្ហាហើយបញ្ហាអីទៅដែលធ្វើឲ្យប្រព័ន្ធទាំងអស់គាំងបែបនេះតើត្រូវចំណាយពេលប៉ុន្មានទើបជួសជុលរួចរឿងនេះខ្ញុំនៅមិនទាន់ច្បាស់ដែរខ្ញុំមិនខ្វល់ទេថាពួកអ្នកប្រើវិធីណាថ្ងៃនេះត្រូវតែដោះស្រាយបញ្ហានេះឲ្យបានបើមិនអញ្ចឹងទេពួកអ្នកទាំងអស់គ្នាត្រូវតែទទួលខុសត្រូវម៉ោង 11 ហើយស្ថានភាពកាន់តែយ៉ាប់យ៉ឺនពួកសារព័ត៌មានចាប់ផ្ដើមចុះផ្សាយពីបញ្ហាបច្ចេកទេសរបស់ក្រុមហ៊ុន Huaxin Technology ហើយតម្លៃភាគហ៊ុនធ្លាក់ចុះដល់ក្នុងរយៈពេលតែ2ម៉ោងប៉ុណ្ណោះអ្វីដែលកាន់តែអាក្រក់នោះគឺអតិថិជនធំមួយចំនួនគំរាមនឹងឈប់សហការក្នុងពេលដែលគ្រប់ចាំសិនតើវាអាចពាក់ព័ន្ធនឹងរឿងការពីម្សិលមិញដែរឬទេរឿងអី